បាទអរុនសួស្តីទូរទស្សន៍ជនកម្មវិធីសភាអ៊ីនធឺណិតនៃបណ្ដាញទូកម្ពុជា CTN ជាទីគោរពថ្ងៃនេះគឺថ្ងៃពុធទី7ខែតុលាឆ្នាំ2009ខ្ញុំបាទខៀវកូឡារួមជាមួយនឹងខ្ញុំបាទហឹមកំសិញបានសូមជំរាបសួរប្រិយមិត្តទូរទស្សនិកជនចារួមជាមួយនឹងខ្ញុំថាណាសូមគោរពទស្សនិកជនបាននៅវេលាព្រឹកនេះកម្មវិធីសភាអ៊ីនធឺណិតយើងខ្ញុំសូមនាំមកជូនទស្សនិកជននៅសេចក្តីផ្សាយដោយសពមួយដងដែលក្នុងនោះរួមមានព័ត៌មានសំខាន់ថ្មីក្តៅគួរឲ្យចាប់ចិត្តដិតអារម្មណ៍ដែលមានប្រយោជន៍ដល់ទស្សនិកជនដូចជាយើងមានសេចក្តីសម្ភាសន៍មួយនិយាយអំពីការផលិតជាមរតកដូនតាខ្មែរយើងដែលគេបញ្ជាក់ថាការផលិតនំថងងួនរបស់កម្ពុជាបង្ហាញពីសេវាកម្មនៅឯខេត្តសៀមរាបតាលោកស៊ីនំថងងួននំយ៉ាក់នេះមិនដីបាទខ្ញុំតាំងពីតូចដល់ប៉ុណ្ណឹងមិនតបានលើឈ្មោះនំថងមួនទេនេះជាខៅថាជាមរតកដូនតាមួយដែលបានបន្សល់ទុកបាទនៅឈ្មោះនេះហើយក៏ដូចជាគុណភាពទាំងរូបរាងនំក៏យើងមិនតាន់ដែរបានឃើញទេប៉ុន្តែកញ្ញាឋានៈធ្លាប់ទទួលទានធ្លាប់ទេបាទធ្លាប់ញ៉ាំទេបាទនាងខ្ញុំធ្លាប់ចាហើយសាមញ្ញនោះគឺគេហៅថានំបំពង់ចាអូនំបំពង់ចានំបំពង់ស្រួយរសជាតិផ្អែមចាបើនំបំពង់ធ្លាប់ឮតែថងមួននេះដូចជាមិនដែរតាមការពិតទៅខ្ញុំទៅធ្លាប់ឮពាក្យថានំថងមួននេះហើយដើម្បីទស្សនិកជនច្បាស់ទាំងអស់គ្នាថាសូមជើញទស្សនាតើថានំថងមួនហ្នឹងគឺមេនូពេលយ៉ាងដូចម្ដេចហើយរសជាតិឆ្ងាញ់យ៉ាងដូចម្ដេចគឺថាយើងអត់ដឹងដែរបាទពីព្រោះយើងនៅក្នុងស្ថានីយ៍ទូយើងអត់មាននំនឹងនៅឡើយទេប៉ុន្តែយើងហើយជាពិសេសទៅទៀតបាទលោកកូឡាយើងឃើញថានំនេះមាននៅលើទឹកដីសៀមរាបដែលជាខេត្តសៀមរាបបាទទឹកដីខេត្តសៀមរាបដែលជាតំបន់ទេសចររបស់កម្ពុជាដែលពោពេញទៅដោយភ្ញៀវបរទេសច្រើនណាស់បាទបើសិនជាយើងបានបង្ហាញទៅដល់បងប្អូនដែលជាអ្នកបរទេសក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិហ្នឹងគឺថាពិតជាធ្វើឲ្យនំដែលជាមរតករបស់ដូនតាខ្មែរយើងពិតជាបានរីកសាយភាយឲ្យអន្តរជាតិគេបានទទួលស្គាល់ជាពិសេសគឺគុណភាពនិងរូបរាងតែម្ដងបាទហើយខ្មែរយើងក៏មាននំច្រើននំច្រើនពីខំមុននឹងមាននំសមនំចេកនំគមបាទនំច្រើនបែបយ៉ាងដែលខ្ញុំស្គាល់មិនអស់ដែរប៉ុន្តែចូលចិត្តទទួលទានបាទសូមជម្រាបទស្សនាបាទខេត្តសៀមរាបជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយគ្នានឹងភាពលូតលាស់លើវិស័យសំណង់រមណីយដ្ឋានថ្មីស្អាតតាមបែបផែនខ្នាតអន្តរជាតិលំដាប់ថ្នាក់ផ្កាយ5ប្រព័ន្ធគមនាគមន៍ក៏ត្រូវបានជួសជុលពង្រីកនិងស្ថាបនាឡើងប្រកបទៅដោយភាពរលូនតាំងពីទីក្រុងរួមទាំងខេត្តរហូតទៅដល់ភូមិឃុំដាច់ស្រយាលតំបន់ធម្មជាតិដ៏ស្រស់សោភានេះមានប្រាង្គប្រាសាទរាប់ពាន់ប្រាសាទបានផុសឡើងកណ្ដាលព្រៃព្រឹក្សាគួរជាទីគយគន់គ្មានការចិនណាយតាមរយៈស្នាដៃបុព្វបុរសដូនតាខ្មែរយើងបន្សល់ទុកមកបង្ហាញអំពីភាពឆ្លៀសវៃតស៊ូអំណត់ព្យាយាមអង្អាចក្លាហាននិងសាមគ្គីសហការដ៏មោះមុតបង្កើតបាននៅសំណង់ស្ថាបត្យកម្មគ្មានគូប្រៀបសម្រាប់កុលបុត្រកុលធីតាខ្មែរសម័យក្រោយបន្តអភិរក្សនិងលើកកម្ពស់បច្ចុប្បន្នទឹកដីខេត្តសៀមរាបមិនត្រឹមតែស្រូបទាញបាននៅភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកចូលទស្សនាស្វែងយល់អំពីព្រៃភ្នំធម្មជាតិនិងប្រាង្គប្រាសាទប៉ុណ្ណោះទេខណៈនេះសូម្បីតែនំថងមួនដែលជានំបំពងមួយបែបរបស់ដូនតាខ្មែរយើងក៏កំពុងបង្ហាញខ្លួនចំពោះមុខភ្ញៀវទេសចរបរទេសដើម្បីស្គាល់និងសាកល្បងភ្លក្សរសជាតិនំដែលជាផលិតផលរបស់ខ្មែរប្រកបទៅដោយភាពឈ្ងុយឆ្ងាញ់និងមានឱជារសប្លែកមួយបែបនេះលោកហ៊ីដេយីជនជាតិជប៉ុនជាអ្នកវិនិយោគិនផ្នែកផលិតនំថងមួននេះលោកយីក៏ឲ្យដឹងថានៅក្នុងការផលិតនំថងមួនទៅបានលោកជ្រើសរើសបុគ្គលិកខ្មែរចំនួន31នាក់ដែលមានសមត្ថភាពច្បាស់លាស់ដើម្បីផលិតនំប្រកបទៅដោយភាពអនាម័យល្អនិងមានលក្ខណៈស្តង់ដារដែលអាចបម្រើសេវាទាំងនៅក្នុងស្រុកផងនិងនាំចេញទៅក្រៅប្រទេសផងលោកយីក៏បានឲ្យដឹងទៀតដែរថាលោកដំណើរការផលិតនំថងមួនដែលជាស្នាដៃកូនខ្មែរនេះនៅក្នុងពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោកបង្ហាញនៅឥទ្ធិពលរបស់ខ្លួនក្នុងពេលនោះអំពីសេវានៃដំណើរការផលិតនំថងមួនក៏រងនៅឥទ្ធិពលនេះដែរក៏ប៉ុន្តែចំពោះបុគ្គលិករបស់លោក
ដែលបម្រើការផលិតនំនេះលោកនៅតែមានប្រាក់ខែបើកជូនដោយពុំមានការរាំងស្ទះនោះឡើយអាចនិយាយថាដំណើរការផលិតបើទោះបីត្រូវជួបប្រទះនៅឧបសគ្គក៏ត្រូវតែជំនះនិងធ្វើឲ្យមានភាពប្រក្រតីជាធម្មតាប្រទេសជប៉ុនមានគំនិតជួយខ្មែរជប៉ុនសប្បាយរីករាយជួយដល់កូនខ្មែរជប៉ុនរួមចំណែកលើកកម្ពស់ប្រពៃណីជាតិខ្មែរដោយមើលឃើញពីអត្ថប្រយោជន៍និងអត្តចរិតស្មោះត្រង់ float boat និងភាពញញឹមរបស់ខ្មែរទាំងក្រៅការងារនិងក្នុងពេលបំពេញកិច្ចការប្រចាំថ្ងៃមានការបញ្ជាក់ផងដែរអំពីការផលិតនំរបស់ខ្មែរនេះនំថងមួនមើលទៅជានំបំពងដែលជាស្នាដៃកូនខ្មែរដែលផលិតឡើងមិនមានលក្ខណៈស្មុគស្មាញពេកនោះទេគេដំណើរនេះត្រូវបានដំណើរការផលិតដ៏យូរលង់មកហើយសម្រាប់សេវាកម្មនៅក្នុងស្រុកដែលឡែកខណៈនេះនំថងមួនដែលជានំខ្មែរលោកហ៊ីដេយិជនជាតិជប៉ុនកំពុងរចនាឡើងតាមបែបសម័យទំនើបអនាម័យស្តង់ដារខ្ពស់បែបនេះនៅក្នុងគោលបំណងនាំចេញបង្ហាញពីពេញពិភពលោកឲ្យស្គាល់អំពីនំដែលជាមរតកដូនតាខ្មែររបស់យើងគាត់បន្តនៅអាជីវកម្មរបស់គាត់ហ្នឹងដើម្បីជួយខ្មែរទោះបីសេដ្ឋកិច្ចលំបាកពិបាកយ៉ាងណាក៏ដោយគឺថាលោកបន្តជួយបើកប្រាក់ខែឲ្យបុគ្គលិកទៅតាមកាលវេលាទៅតាមការងាររបស់ខ្លួនរហូតដល់មានការធ្វើលើសម៉ោងលើគឺថាគាត់បង់ប្រាក់ឲ្យជាធម្មតាអញ្ចឹងហើយគាត់សប្បាយចិត្តជាមួយនឹងប្រជាពលរដ្ឋខ្មែរគាត់ជម្រាបថាគាត់ចូលចិត្តគាត់ស្រឡាញ់ខ្មែរយើងដោយសារថាខ្មែរយើងនឹងមានទឹកមុខល្អរស់រាយរាក់ទាក់ដែលគាត់មានសន្តានចិត្តជាមួយខ្មែរអញ្ចឹងហើយបានគាត់ចូលមកវិនិយោគនេះនំនេះគឺថាគាត់បុគ្គលិករបស់គាត់ធ្វើការចាប់តាំងពីម៉ោង9ព្រឹករហូតដល់ម៉ោង5ល្ងាចហើយបើចាំបាច់មានការកម្មង់ទិញច្រើនគឺថាគាត់អាចធ្វើដល់8 9យប់តទៅទៀតហើយការចាក់នេះក៏យើងអាចមើលឃើញខាងក្រោយនៅខាងក្រោយយើងនេះទៀតគាត់មានធ្វើជារបៀបជាអាជីពនៅខាងក្រោមមានវិចខ្ចប់មានអីហើយនៅខាងលើនេះសម្រាប់ទទួលភ្ញៀវទេសចរអាចខ្មែរក៏ថាបានជប៉ុនក៏បានឬក៏ប្រទេសណាក៏បានដែលចង់មកមើលនំនេះដោយផ្ទាល់ហើយចង់ជាវគឺថាមកទីនេះអាចសាកលក់រសជាតិនឹងដោយស្រស់ក្តៅតែម្ដងហើយយើងអាចព្យាយាមចង់សាកល្បងរៀនចាក់ទៀតគឺថាគាត់អាចអនុញ្ញាតឲ្យយើងដែលភ្ញៀវទេសចរហ្នឹងមកមើលមកសាកហើយមកសាកល្បងចាក់ធ្វើនំនឹងតទៀតដើម្បីជាចំណេះមួយដល់ប្រជាពលរដ្ឋយើងដែរហើយចំពោះបញ្ហាអនាម័យខ្ញុំមានការភ្ញាក់ផ្អើលនៅពេលដែលលោកប្រឹកព្រៀងអនាម័យល្អណាស់ការធ្វើគឺជានៅក្នុងការវិចខ្ចប់ខាងក្រោមគឺគាត់ពាក់ស្រោមដៃហើយបុគ្គលិកក៏គាត់ធ្វើតេស្តឈាមនៅពេលណាដែលបុគ្គលិកគាត់ចូលមកធ្វើការគាត់ត្រូវធ្វើតេស្តឈាមការពារថាក្រែងលោថាបុគ្គលិកណាមួយគាត់មានប្រភេទឈាមឬក៏ឆ្លងនៅជំងឺថ្លើមដូចជាប្រភេទ A ឬក៏ B ដូច្នេះគាត់ពិនិត្យមើលបើសិនជាមានឆ្លងជំងឺប្រភេទហ្នឹងគឺគាត់មិនអនុញ្ញាតឲ្យធ្វើទេអញ្ចឹងនេះគឺជាប្រការមួយល្អក្រៅពីការផលិតនំថាប្រភេទខ្មែរយើងធម្មតាហើយគាត់បានគិតពីរឿងបញ្ហាគុណភាពបញ្ហាសុខភាពតទៀតនេះជាមោទនភាពមួយទៀតនៅក្នុងប្រទេសខ្មែរយើងដែលមានខាងបរទេសហូហែក្រៅពីជនជាតិផ្សេងគឺថាមានជនជាតិជប៉ុនដែលគាត់បានមកវិនិយោគអញ្ចឹងហើយជួយផ្សព្វផ្សាយនៅនំប្រភេទជាប្រពៃណីខ្មែរបុរាណរបស់ខ្មែរយើងនេះដែលយើងហៅថានំថងនួនអញ្ចឹងទេបើបងប្អូនយើងដែលមកពីទីជិតក៏ដោយទីឆ្ងាយក៏ដោយមកទស្សនកិច្ចនៅខេត្តសៀមរាបមកអង្គរវត្តនេះបើសិនជាចង់ដឹងភ្លុករសជាតិនំស្រស់ៗហ្នឹងគឺថាយើងអាចមកកន្លែងទីនេះបានដើម្បីចង់ហើយខ្ញុំបានសួរទៀតអំពីការធ្វើនំគឺថាគាត់លាយជាមួយនឹងម្សៅរបស់គាត់គឺពិសេសហើយលាយជាមួយនឹងមានគេហៅថាខាងក្នុងហ្នឹងគឺពងមាន់ពងមាន់យកតែក្រហមខាងក្នុងហើយគាត់ជំរឿសគុណភាពល្អណាស់ដូច្នេះគុណភាពគឺគាត់ជំរឿសហើយបញ្ហាអនាម័យគឺល្អបានល្អដែលខ្ញុំសូមសរសើរបាទទស្សនិកជនជាទីគោរពនំថងមួនបាទនំនេះបើតាមដែលយើងដឹងច្បាស់លាស់នំនេះគឺថាមានប្រវត្តិមកពីបណ្ដាប្រទេសជិតខាងយ៉ាងណាក៏ដោយចុះនៅក្នុងជីវភាពសង្គមគឺថាការប្រើប្រាស់នំចំណីក៏ពាក្យពេចន៍ដែលនៅប្រទេសជាប់ខាងជិតនេះវាជើងធម្មតានៃអន្តរវប្បធម៌ប៉ុន្តែយ៉ាងណាក៏ដោយចុះយើងសូមកោតសរសើរលោកហ៊ីឌីយិដែលជាជនជាតិជប៉ុនបាទលោកចេះច្នៃបង្កើតផលិតនំលោកបានផ្ដល់ការងារឲ្យខ្មែរ31នាក់ច្រើនបាទច្រើនបានទទួលប្រាក់បៀវត្សហើយ
អ្នកអុយការមកថាទោះបីស្ថានភាពសេដ្ឋកិច្ចយ៉ាងណាក៏ដោយគឺទៅលោកនៅតែថែរក្សាកម្មករឲ្យបានទទួលប្រាក់បៀវត្សដើម្បីចិញ្ចឹមជីវិតបាទបើយើងឃើញនំបានដឹងថាស្គាល់គ្រប់គ្នាបាទស្គាល់គ្រប់គ្នាតែបើនិយាយអំពីឈ្មោះនំបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏អត់តន់ស្គាល់ដែរផងមុនណាបាទតាមពិតគឺនំបំពង់នេះឯងនំបំពង់បាទ